ការប្រកួតរបស់ធនមិញហុងជាមួយនឹងកីឡាករចិនការពារខ្សែក្រវ៉ាត់បាទនៅយុគឯកនេះបាទមុនការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជាមួយនឹងពេជ្រសម្បត្តិរំលងតាមអាទិត្យវាគឺជាសុបិនដ៏អាក្រក់បាទរបស់ផលិតករកម្មវិធីក៏ដូចជា sponsor បាទផលិតករនិងកម្មវិធីគឺបើជួបបញ្ហាចេះដដែលតទៅទៀតបើវល់ហើយប៉ះពាល់គាត់ខ្លាំងយើងដឹងថាផលិតករកម្មវិធីហើយនិង sponsor គឺជាឆ្អឹងខ្នងជាសរសៃឈាមបាទដែលធ្វើឲ្យគុនខ្មែររីចម្រើនដែលធ្វើឲ្យជីវភាពកីឡាករជីវភាពក្លឹបមានការអភិវឌ្ឍអញ្ចឹងរឿងបញ្ហារឿងធនបាញ់ហុងរឿងវាយមុនការប្រកួតជាមួយពេជ្រសម្បត្តិមួយអាទិត្យនេះក្នុងនាមយើងជាអ្នកតាមដានគុនខ្មែរបាទខ្ញុំអ្នកតាមដានគុនខ្មែរជាអ្នកធ្វើវីដេអូអំពីគុនខ្មែរដែរខ្ញុំគ្រាន់តែចង់បញ្ចេញជាយោបល់តាក់ទងទៅនឹងរឿងនឹងបន្តិចតែស្រាប់ថាដូចថាអញ្ចឹងបងប្អូនវាមិនមែនជារឿងតែបុគ្គលរវាងស្ថានីយ៍មួយនិងស្ថានីយ៍មួយទេវាធ្វើឲ្យច្បោកច្បល់បាទបញ្ហាច្បោកច្បល់បាទថ្នាក់ក្នុងចិត្តអ្នកគ្រប់គ្រងមានអារម្មណ៍ថាកវេមកវាមសរសេរម្ដងចេះម្ដងចុះចឹងទៅហើយយើងក៏ព្យាយាមបញ្ចេញយោបល់ក្នុងន័យមិនដែរក្នុងន័យថាឈរនៅកណ្ដាលបាទទៀមទារកការកែលម្អដែលអាចថាបញ្ជានៅបញ្ហាចឹងកុំឲ្យកើតមាននៅពេលក្រោយទៀតដែលប៉ះពាល់ដល់ sponsor ប៉ះពាល់ដល់កម្មវិធីទូទស្សន៍បាទប៉ះពាល់ដល់កីឡាករហើយនិងគ្រូបង្វឹកដែលពាក់ព័ន្ធទាំងអស់គ្នាហើយកុំឲ្យអ្នកគ្រប់គ្រងអ្នកមើលគាត់សាំចិត្តដែរបាទគាត់សាំចិត្តដែរនិយាយទៅត្រឡប់យើងកន្លងមកបើទោះបីជាសហព័ន្ធចេញច្បាប់មកថាកុំឲ្យវាយចប់សប្តាហ៍ប៉ុន្តែវានៅចន្លោះបន្តិចបើថាបើវាយផ្ដាច់ដៃគូបានទឹកទី1ផ្ដាច់បានលឿនវាយសប្តាហ៍បានអត់ចប់សប្តាហ៍អត់អីបាទអញ្ចឹងត្រឡប់ទូទៅកីឡាករនិងគ្រូបង្វឹកគាត់ខ្លះគាត់បថុយបើចេះតែបថុយយូរទៅបាទចេះតែបថុយបានផលដែរណាបាទដាក់ទៅដាច់វាយចប់សប្តាហ៍អត់អីអញ្ចឹងចេះតែជាប់រហូតបាទយូរធ្លួយមួយដូចពេជ្រសង្ហាឯមុនអញ្ចឹងបាទ5ទឹកណែនផ្អឹសទួសាច់ខូចស្អុយមកគូបាទស្អុយមកគូនៅសង្វៀនហងមាសត្រូវវាយមួយសង្វៀនមួយធនមិញហងនឹងដែរនេះបាទទៅបដូរមួយធនខេមរៈវិញអញ្ចឹងនិយាយទៅបញ្ហានេះទំនួលខុសត្រូវទាំងស្រុងតែម្ដងបាទខ្ញុំសូមទោសលោកគ្រូធនសុភាហើយនឹងធនមិញហងដែរបាទព្រោះថាខ្ញុំនិយាយអ្វីដែលពិតនិយាយអ្វីដែលមិនចង់ដាក់បន្ទុកទេប៉ុន្តែគ្រាន់តែយើងចង់និយាយអ្វីដែលជាភាពសច្ចភាពមួយដើម្បីផ្ដល់យុត្តិធម៌ឲ្យបងប្អូនទាំងអស់គ្នាហើយជាមេរៀនដើម្បីធ្វើម៉េចរួមគ្នាបង្ការកុំឲ្យមានបញ្ហាចឹងកើតឡើងដែរកុំឲ្យអាសេមអាសាមអ្នកតាមដានដូចខ្ញុំអីចឹងណាបាទជាទូទៅគឺស្ថានីយ៍នីមួយៗគាត់តាក់ទងទៅកាន់គ្រូបង្វឹកដើម្បីចាប់គូកីឡាករបាទចាប់គូថ្ងៃនេះទំនេរអីបាទសប្តាហ៍នេះទំនេរអីបាទអញ្ចឹងទាំងទូទៅកោទាំងហងមាសបងពីលុតទាំងបងមុននេះគឺត្រូវតាក់ទងទៅលោកគ្រូបាទធនសុភាដែលជាគ្រូបង្វឹកបាទប្រចាំក្លឹបហ្នឹងហើយអានេះខ្ញុំមិនដឹងថាបញ្ហាលំបាករបស់លោកគ្រូមានគំនាបមានសម្ពាធបែបណាទេប៉ុន្តែការសម្រេចចិត្តដាក់ការប្រកួតចប់សប្តាហ៍នេះវាគឺកើតឡើងមកភាគធំស្ទើរតែទាំងស្រុងពីបាទការសម្រេចចិត្តហើយនឹងការព្រមព្រៀងរបស់លោកគ្រូផ្ទាល់តែម្ដងបាទនេះកិច្ចមិនផុតទេខ្ញុំសូមទោសលោកគ្រូទេខ្ញុំមិនបានដាក់បន្ទុកលោកគ្រូទេប៉ុន្តែអ្វីដែលកើតមានក្នុងស្ថានភាពបែបនេះវាជាចំណែកដ៏ធំដែលបានកើតឡើងដោយសារតែការព្រមព្រៀងរបស់លោកគ្រូទាក់ទងទៅនឹងបាទស្ថានីយ៍ទាំងពីរខ្ញុំអត់ដឹងបញ្ហាខាងក្រោយទៀតវាអាចមានករណីពិសេសថាចាប់បានសង្វៀននេះហើយស្រាប់តែសង្វៀននោះបាទភ្លាមគឺតម្រូវឲ្យប្រកួតតម្រូវឲ្យវាយអាហ្នឹងជាករណីពិសេសមួយទៀតដែលលោកគ្រូរងសម្ពាធប៉ុន្តែបើសិនជាក្នុងករណីដែលលោកគ្រូអត់រងសម្ពាធទេហើយលោកគ្រូចាប់មកបាត់ចន់សប្តាហ៍អញ្ចឹងអានេះវាគឺជាការឆក់ល្វែងរបស់លោកគ្រូដែលទាញបញ្ហានឹងឲ្យកើតឡើងបែបហ្នឹងបងប្អូនបាទហើយដូចខ្ញុំថាអញ្ចឹងអានេះវាជាចំណុចមួយដែលយើងអត់ដឹងពីសាច់រឿងខាងក្រោយនេះយ៉ាងម៉េចទៀតបាទក្នុងករណីដែល sponsor អត់មានដាក់សម្ពាធខ្ញុំនិយាយនេះក្នុងករណីដែល sponsor អត់មានដាក់សម្ពាធគ្រាន់តែតាក់ទងថាលោកគ្រូយើងមានតម្រូវការប្រកួតសប្តាហ៍នេះថ្ងៃនេះលោកគ្រូតនេអត់ចឹងលោកថាវាយបានបាទសង្វៀនផ្សេងទៅក៏តាក់ទងទៅទៀតលោកគ្រូឡើយយើងនេះត្រូវវាយកម្មវិធីយើងថ្ងៃនេះសប្តាហ៍នេះលោកគ្រូយ៉ាងម៉េចដែរមិញហុងតនេវាយបានអានេះបើជាករណីដែលលោកគ្រូអត់មានសម្ពាធចឹងអាហ្នឹងវាជាទំនួលខុសត្រូវរបស់លោកគ្រូបាទបញ្ហាដែលកើតឡើងណាប៉ុន្តែបើក្នុងករណីអីផ្សេងទៀតលោកគ្រូមានសម្ពាធពី sponsor ពីអីទៀតអានេះខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងទេឧទាហរណ៍ថាចាប់គូមកហើយប្រហែលសប្តាហ៍ហើយស្រាប់តែ sponsor មួយទៀតតាក់ទងទៅលោកគ្រូបាទលោកគ្រូបាទឥឡូវខ្ញុំដាក់គូហើយសប្តាហ៍នេះលោកគ្រូតើទៅមកវាយការពារខ្សែក្រវ៉ាត់ឬដដើមខ្សែក្រវ៉ាត់បាទប៉ុណ្ណេះ
បើលោកគ្រូអត់វាយទេអាចនឹងប្រឈមនឹងបញ្ហាចេះបញ្ហាចុះអាហ្នឹងលោកគ្រូរងសម្ពាធអាហ្នឹងជារឿងផ្សេងមួយទៀតដែលខ្ញុំអត់បន្ទោសលោកគ្រូទេអានេះជាបញ្ហាដែលយើងត្រូវដោះស្រាយទៅតាមវគ្គទៅតាមស្នើយើងទៀតទៅបាទប៉ុន្តែបើសិនជាករណីដែលអត់រងសម្ពាធហើយបញ្ហាកើតឡើងបែបនេះនេះគឺជាចំណុចឆក់ល្វែងរបស់លោកគ្រូឬជាក្លឹបនៅក្នុងការទទួលកិច្ចព្រមព្រៀងការប្រកួតបែបហ្នឹងបងប្អូនបាទហើយបើសិនជាវាយមិត្តភាពក៏មិនសូវអីដែរបាទការប្រកួតបោះធនមេញហុងនឹងពេជ្រសម្បត្តិនេះបងប្អូនប្រតិកម្មច្រើនបាទបងប្អូនមិនសូវសប្បាយចិត្តច្រើនដោយសារតែវាករណីវាយការពារខ្សែក្រវ៉ាត់អាទិត្យក្រោយវាយទៅដើមខ្សែក្រវ៉ាត់ហើយកម្មវិធីធំដែលគេបកោបប្រកាសបើពេញមកប្រទេសបើរយៈពេលប្រហែលខែចុងក្រោយមកអញ្ចឹងណាបាទនេះគឺជាចំណុចឆក់ល្វែងមួយដែលយើងគួរតែទទួលស្គាល់នៅអ្វីដែលកើតឡើងដោយសារតែការឆក់ល្វែងរបស់យើងហើយលើកក្រោយទៅយើងមានការកែលម្អយើងមានអីឆ្លើយតបទៅកាន់អ្នកគ្រប់គ្រងនៅក្នុងហេតុផលមួយដែលយើងអាចទទួលបានខ្ញុំគិតថាបងប្អូនគាត់មិនដាក់បន្ទុកអីសូនសានច្រើនទេបាទអញ្ចឹងបញ្ហារឿងបាទធនមេញហុងហើយនឹងពេជ្រសម្បត្តិនេះវាគឺជាសុបិនដ៏អាក្រក់ណាស់បាទសុបិនដ៏អាក្រក់ណាស់សម្រាប់បាទអ្នកគ្រប់គ្រងបាទដូចជាផលិតករសង្វៀនទូរទស្សន៍ហើយសង្វៀនផលិតករអ្នកចាប់គូខ្ញុំមិនចង់ឲ្យបងប្អូនគិតថាខាងនេះត្រូវខាងនោះខុសអីទេបាទបើសិនជាក្នុងហេតុផលដែលគាត់ចាប់ទៅគាត់ទទួលបានព័ត៌មានមកដូចគ្នាពីគ្រូបង្វឹកថាអាចវាយបានអានេះវាអត់មានជាកំហុសអីទេប៉ុន្តែបើសិនជាគាត់នៅក្នុងចំណែកណាមួយដែលដាក់សម្ពាធទៅលើបាទពេលវេលានៃការប្រកួតបុគ្គលិកគ្រូបង្វឹកបាទសង្វៀនដែលដាក់សម្ពាធហ្នឹងគាត់គឺជាចំណែកធំបំផុតនៅក្នុងការបង្កបញ្ហាហ្នឹងឲ្យកើតមានបានបាទសរុបជារួមគឺប៉ុណ្្នឹងឯងបងប្អូនបាទអញ្ចឹងខ្ញុំអត់ដាក់បន្ទុកទាំងស្រុងទៅគ្រូធនសុភាអត់ដាក់បន្ទុកទាំងស្រុងទៅផលិតករចាប់គូទេដោយសារតែខ្ញុំអត់បានដឹងរឿងនឹងស៊ីជម្រៅអស់ទេខ្ញុំគ្រាន់តែវេកញែកទៅតាមបកករណីដែលអាចកើតមានបើសិនជាអត់មានសម្ពាធបើសិនជាអ្នកចាប់គូគាត់បកជាសម្ពាធតាមរយៈ sponsor តាមរយៈនេះតាមរយៈនោះអាហ្នឹងវាអ្នកខុសគឺផ្អែកទៅលើបើលក្ខខណ្ឌទាំងអស់ហ្នឹងបងប្អូនបាទធនមេញហុងវាយជាមួយកីឡាករចិននេះបាទកីឡាករចិននេះមិនល្អខ្លាំងណាស់ណាទេប៉ុន្តែมันងាយស៊ីស្រួលទេកន្លងមកបាទជួបសិតតែកីឡាករល្បីល្អអត់ដែលមានអ្នកណាផ្ដួលកីឡាករនេះបានទេសឹងថាមិនដែលវាយបានរកផងបាទឈុតសេរីបានថងទៅវាយថ្មីនៅហងមាសដែរបាទធ្លាប់ជួបពេជ្របុនសិតកណ្ដាប់ដៃក៏ធ្វើអត់បែកកីឡាករនេះដែរបាទគាត់ថាវាយមកទាញមកប៊ីសតែអត់ទៅទេបាទលីចម្រើនក៏ធ្លាប់ជួបដែរលីចម្រើនបាទទូចដេវីតក៏ធ្វើអត់បែកដែរទូចដេវីតវាយលក្ខណៈម៉ាហ្វៃស្មើបាទម៉ាហ្វៃស្មើតែវាយទៅដើមពៀនដែលមានសានរ៉ាគីមជួបសានរ៉ាគីមវាយលក្ខណៈកងចេញមករៀមបាទវាយជាមួយនឹងធនមេញហុងវាយកងចេញមករៀមហើយការវាយជាមួយសានរ៉ាគីមកងចេញមករៀមវាគឺជាសុបិនដ៏អាក្រក់សម្រាប់សានរ៉ាគីមទឹកណាក៏រាប់ដែរទឹកទី1រាប់2ដងទឹកទី2រាប់ម្ដងទឹកទី3រាប់ទៀតអាញាកដាប្រជុំច្បាត់បើកងចេញមករៀមឥឡូវជួបមួយធនមេញហុងហើយចាំមើលអាចធ្វើព្យុះធ្វើភ្លៀងបានកម្រិតណាដល់ដែរសម្រាប់បាកីឡាករចិនបាទជាមួយនឹងធនមេញហុងហើយការប្រកួតនេះក៏ជាការកំណត់ជោគវាសនាធនមេញហុងដែរតើធនមេញហុងអាចនឹងមានភាពខ្លាំងបែបណាដើម្បីឆ្លងទៅកាន់ជំនួបកំពូលមហាធំទៀតបាទតនឹងពេជ្រសម្បត្តិនៅសប្តាហ៍ក្រោយថ្ងៃទី10ខែឧសភាឆ្នាំ2026បាទចាំតាមដានបងប្អូនបាទចាំតាមដាន